Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងនៅផ្សាយរឿងពេលទី1យើងក៏បានឃើញថានៅទីក្រុងមីងយូដែលជាទីក្រុងរវាងការប្រកួតប្រជែងទាំង4រវាងកុលសម្ព័ន្ធនិងគ្រួសារទាំង4ផងដែរហើយយើងក៏បានឃើញនៅការប្រកួតចំនួន2នាក់កំពុងតែធ្វើការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខ្លាំងយកតែមែនទែនដំណងជាមួយនឹងពេលសម្ដែងរបស់អ្នកទស្សនាថាកម្លាំងរបស់អ្នកទាំងពីរពិតជាខ្លាំងមែនទែនហើយមនុស្សម្នាក់មានឈ្មោះថាយូហ្វឹងមនុស្សម្នាក់ទៀតមានឈ្មោះថាឈិនលីដែលឈិនលីគឺជាតួឯកផលរបស់យើងនៅក្នុងសាច់រឿងមួយនេះការប្រយុទ្ធរបស់អ្នកទាំងពីរពិតជាស្វិតស្វាញខ្លាំងមែនទែនហើយកម្លាំងរបស់អ្នកទាំងពីរមើលទៅហាក់ដូចជាស្មើគ្នាផងដែរប៉ុន្តែមួយសន្ទុះក្រោយមកបាយូហ្វឹងគឺបានចាត់ការទៅកាន់ឈិនលីគឺឲ្យដេយកតាមរងបន្តមកក៏បានបញ្ចេញកម្លាំងរបស់គេបន្ថែមទៀតជាមួយនឹងពេលសម្ដីថានៅចំពោះមុខរបស់យើងនឹងឯងគ្រាន់តែជាឆ្កែមកក្បាលតែប៉ុណ្ណោះហើយក៏បានដើរទៅជន់ធុងរបស់គេបញ្ចេញកម្លាំងយ៉ាងខ្លាំងជាមួយនឹងដុំថាមពលមួយវេចំមុខរបស់ឈិនលីហើយវាធ្វើឲ្យបន្ទុះថាមពលយ៉ាងខ្លាំងគឺបានខាត់ឡើងនៅក្រៃនឹងប៉ុន្តែនៅពេលដែលផ្សាយរស័តបានទៅកម្លាំងរបស់ឈិនលីទួយរបស់យើងក៏ថោកបានភ្ញាក់ឡើងយើងក៏បានឃើញថាអបាយូហ្វឹងគឺថោកបានគេថយទៅក្រោយយ៉ាងខ្លាំងជាមួយនឹងការរងរំពួនតែម្ដងចំណែកឈិនលីគេក៏បាននៅដាក់ខ្សែឈាមរបស់គេបានជោគជ័យផងដែរដែលជាខ្សែឈាមនេះភ្លើងហើយការប្រកួតរវាងប៉ៃឈិនលីជាមួយនឹងប៉ៃយូហ្វឹងគឺថោកបានសម្រាប់ចាញ់ឈ្នះផងដែរដោយអ្នកឈ្នះនឹងគឺជាឈិនលីទួយផលរបស់យើងនឹងឯងហើយគេទទួលបាននៅថ្នាំផងដែរហើយមានយុទ្ធនាទេគឺយកទៅឲ្យស្រីស្នេហ៍របស់គេនឹងយើងក៏បានឃើញថានៅពេលនេះផងដែរគេក៏បានបន្តផ្ទះនៃគ្រួសារយន្តនៃយ៉ាងទៅហើយបន្តមកគេក៏បានដើរទៅយ៉ាងលឿនដើម្បីជួបគូស្នេហ៍របស់គេដែលមានឈ្មោះថាយុនស៊ីសូម្បីតែអ្នកបម្រើរបស់គេគឺខត់ឲ្យសម្រាប់អីចឹងទៅប៉ុន្តែគេមិនស្ដាប់នោះទេហើយយើងក៏បានឃើញនារីម្នាក់ក៏បានបើកទ្វារចេញមកផងតែម្នាក់ស្រីនឹងមានឈ្មោះថាយុនស៊ីដែលជាស្រីស្នេហ៍របស់ប៉ៃឈិនលីទួយផលរបស់យើងនឹងឯងគាត់តែម្ដងភ្លាមក៏បានយកថ្នាំថ្នាក់ទី8ដែលជាថ្នាំជូសៀនគឺយកទៅឲ្យតែម្ដងសូរីអ្នកនរគ្នាគឺជូយិនថ្នាំក្រមួយនេះផងដែរពិតជាមានសារៈសំខាន់សម្រាប់ Network ហាត់តែមិនតាន់បាននៅខ្សែឈាមរបស់ពួកគេវិញយើងក៏បាននិយាយទៅកាន់ឈិនលីផងដែរប៉ុន្តែឈិនលីក៏បានបង្ហាញនៅខ្សែឈាមភ្លើងរបស់គេចេញមកជាតែធ្វើឲ្យនាងក៏សប្បាយចិត្តជាមួយនឹងប៉ៃឈិនលីដែរហើយឈិនលីសង្ឃឹមថាគេគឺអាចរៀបការជាមួយនឹងយាយប៉ៃយុនស៊ីបានហើយនាងក៏បានឲ្យអំណោយទៅកាន់ឈិនលីផងដែរដោយការថាមកសិតនឹងបានដាក់ចេញទៅជាមួយនឹងពាក្យសម្ដីរបស់ប៉ៃឈិនលីគឺបាននិយាយថាគេសង្ឃឹមនឹងអាចរៀបការជាមួយនឹងនាងបានក៏ដោយសារតែពូទី4ដែលជាពូរបស់គេនឹងគឺជាឪពុករបស់យាយប៉ៃយុនស៊ីនឹងដូច្នេះហើយគេច្បាស់ជាអាចរៀបការក៏ដោយសារតែពួកគេគឺបានតាក់ទងគ្នាតាំងពីក្មេងដល់ស្អីរបស់យើងគឺកាន់ដល់ពេលបន្ទាប់យើងក៏បានឃើញថាឈិនលីគឺបានមកជួបលោកពូទី4របស់គេដែលមានឈ្មោះថាយុនធីនហៃជាមួយនឹងអប៉ៃយុនធីនហៃនេះផងដែរគេក៏ចង់មើលនៅខ្សែឈាមរបស់ឈិនលីទៅវិញផលរបស់យើងហើយឈិនលីគឺដូចជាទៀតក៏បានបង្ហាញនៅខ្សែឈាមរបស់គេចេញមកជាទៅធ្វើឲ្យពូទី4របស់គេក៏សប្បាយចិត្តផងដែរដោយប៉ៃយុនធីនហៃគឺចង់ថងបន្ថែមទៀតក៏បានទៅឆែកមើលទៅការអប៉ៃឈិនលីតែម្ដងចំណែកឈិនលីក៏បានបើកដៃឲ្យទៀតបន្ទាប់ពីសង្កេតមកក៏មានការភ្ញាក់ផ្អើលខ្លាំងដែរដោយសារតែខ្សែឈាមរបស់គេស្ថិតនៅកម្រិតទី5នៃអាណាចក្រសៀនហើយក៏បានដាក់ដៃលើធុងរបស់តួឯកផលរបស់យើងក៏បានខ្វាយយកនៅខ្សែឈាមភ្លើងមួយនេះតែម្ដងថាវាគឺមិនស័ក្តិសមជាមួយនឹងឯងនោះទេស័ក្តិសមជាមួយនឹងកូនស្រីរបស់យើងគឺយុនស៊ីជាងដកវាចេញមកជាហេតុធ្វើឲ្យប៉ៃឈិនលីពិតជាឈឺខ្លាំងមែនទែនតែម្ដងហើយក៏បានយកខ្សែឈាមមួយនេះយកទៅឲ្យយាយប៉ៃយុនស៊ីហើយនាងពិតជារីករាយខ្លាំងមែនទែនក៏ដោយសារតែបានខ្សែឈាមកម្រិតទី5នៃអាណាចក្រសៀនច្បាស់ណាស់ការវឹកហាត់របស់នាងនឹងកើនឡើងជាលំដាប់និងក្លាយទៅជាមនុស្សកំពូលក៏ដូចជាអ្នកទាំង4នៅក្នុងពិភពខណ្ឌមួយនេះឈិនលីពិតជាឈឺចាប់ខ្លាំងមែនទែនហើយក៏បានខឹងទៅកាន់អ្នកទាំងពីរផងដែរប៉ុន្តែគេមិនអាចធ្វើអ្វីបានក៏ត្រូវបានយាយប៉ៃយុនស៊ីគឺធាក់មួយជើងហើយមួយជើងនេះផងដែរយើងក៏បានឃើញលេខពន្លឺដ៏មួយចេញមកហើយវាគឺជាតានធានរបស់ឈិនលីទួយផលរបស់យើងនឹងឯងហើយវាក៏ត្រូវបានបំផ្លាញភ្លាមផងដែរជាមួយនឹងពាក្យសម្ដីដែលយាយប៉ៃយុនស៊ីគឺបាននិយាយថាតែឯងគិតថាយើងនឹងរៀបការជាមួយនឹងសំណុះសម្រាប់ដូចជាឯងមានដែរទេចំណែកឈិនលីពិតជាខឹងយកតែមានតែម្ដងប៉ុន្តែគេគឺមិនអាចធ្វើអ្វីទៅកាន់អ្នកទាំងពីរបានហើយឈិនលីស្បត់ថានឹងសងសឹកទៅកាន់អ្នកទាំងពីររាប់រយដងបន្ទាប់ពីគេមានការវឹកហាត់ឡំមកវិញប៉ុន្តែគិតថាយាយប៉ៃយុនស៊ីនឹងគឺអាចធ្វើឲ្យតួឯកផលរបស់យើងមកសងសឹកគេបានមែនដែរទេដដែលរបស់នាងចេញមកដើម្បីវាប្រហែលនឹងសម្លាប់ទៅកាន់ឈិនលីប៉ុន្តែក៏ត្រូវបានឪពុករបស់នាងហាមឃាត់ក៏ដោយសារតែប្រសិនបើសម្លាប់ទៅកាន់ប៉ៃឈិនលីនៅពេលនេះច្បាស់ណាស់នឹងពិបាកក្នុងការបោះឆ្នោតទៅកាន់ព្រឹទ្ធាចារ្យកម្ពុជាជាឈាមខានដូច្នេះទុកឲ្យប៉ៃឈិនលីរស់នៅប្រហែលថ្ងៃទៀតទៅចប់នៅពេលដែលគេចាក់ចេញពីទីក្រុងមួយនេះហើយដូច្នេះច្បាស់ជាអាចសម្លាប់ទៅកាន់គេបានបន្តមកក៏បានហៅមនុស្សម្នាក់ឲ្យយកអប៉ៃឈិនលីតួឯកផលរបស់យើងនឹងយកទៅឃុំឃាំងគេនៅឲ្យគុកងឹតទៅហើយយើងក៏បានឃើញថាសាច់រឿងរបស់យើងកាន់មកដល់គងងឹតពិតជាលឺសំឡេងលាន់លឺដែលជា
សម្លេងរបស់ឈិនលីด้วยផតរបស់យើងនឹងត្រូវបានគេដាក់ទរណកម្មដោយយើងឃើញថាឈិនលីក៏ត្រូវបានអបែមួយនឹងគឺបានវាយប្រហារដល់ខ្សែតៃតែម្ដងឈិនលីពិតជាជឿចាប់ខ្លាំងមែនទែនប៉ុន្តែគេនៅតែមិនចោលចាញ់និយាយឌឺទៅកាន់អបែនឹងពិតជាខឹងតែពិតជាចង់រៀបការជាមួយនឹងអ្នកនឹងដោយមានដែរទេហើយด้วยផតរបស់យើងគ្មានខ្វល់ទេដល់ទៅមាត់ក្តារមកបែនឹងជាហេតុដែលធ្វើអបែនឹងពិតជាខឹងក៏បានវាយខ្សែតៃទៀតទៅកាន់ឈិនលីហើយឈិនលីរបស់យើងក៏បានធ្លាក់មកដល់សមុទ្រភ្លើងរបស់គេក៏បានឃើញថាមានមនុស្សជាមួយនឹងអសរយន្តជាច្រើនគឺបានលេចឡើងហើយក៏បាននិយាយប្រាប់គេផងដែរយើងក៏បានឃើញថាឆ្នាំងចង្ក្រានមួយក៏បានលេចចេញនៅមនុស្សកំពុងម្នាក់ផងដែរដែលគាត់មានឈ្មោះថាតៃស៊ីធានសុនហើយកន្លែងនឹងផងដែរឈិនលីរបស់យើងគឺមិនដឹងថានេះគឺជាសមុទ្រភ្លើងរបស់ខ្លួនឯងទេដល់ប្រជាធានសុនគឺបានប្រាប់ទៅគេទាំងអីចឹងទៅហើយក៏បានសួរទៅកាន់ប្រជាធានសុនហើយបានជាគាត់គឺស្ថិតនៅសមុទ្រភ្លើងរបស់ខ្លួនចំណែកប្រជាធានសុនក៏បាននិយាយថាដោយសារតែធម្មពលវិញ្ញាណរបស់ឈិនលីด้วยរបស់យើងនឹងស្តៀងជាមួយនឹងព្រះវិញ្ញាណម្នាក់គឺពិតជាស្តៀងខ្លាំងយត់មែនទែនម្ដងដូច្នេះហើយពិតជាធ្វើចូលវាសនាមួយនេះគឺមកគាត់ជាមួយនឹងឈិនលីនឹងគឺបានជួបគ្នាហើយគាត់នឹងផ្ដល់ឱកាសឲ្យឈិនលីរបស់យើងគឺអាចគេគាត់អំពីគ្រោះថ្នាក់មួយនេះបាននឹងឆ្លងផុតវាដោយជោគជ័យទៀតផងហើយឈិនលីក៏មិនដឹងថាបានជាគាត់គឺចង់បង្រៀនខ្លួនបែបនេះក៏បានសួរទៅកាន់ប្រជាជនសុនចំណែកប្រជាជនសុនបាននិយាយថាដរាបឲ្យឈិនលីគឺអាចខ្លាំងដូច្នេះហើយគេអាចបង្កើនរាងកាយមួយឲ្យគាត់បានដូចជាប្រជាយ៉ាឡារបស់យើងគឺជួយទៅកាន់ស៊ូយៀនអញ្ចឹងឈិនលីគឺមិនព្រមនោះទេដរាបណាគេអាចសងសឹកបានដូច្នេះគេយល់ព្រមជាមួយនឹងសាសនារបស់ប្រជាជនសុនហើយប្រជាជនសុនក៏បានបញ្ជូនស្គីរបស់គាត់ក៏ដូចជាចំណេញរបស់គាត់ផងដែរគឺបញ្ចូលទៅកាន់គូក្បាលរបស់ឈិនលីរបស់ด้วยផលរបស់យើងពិតជាជឿចាប់ខ្លាំងមែនជាមួយនឹងគ្នានេះផងដែរនៅពេលដែលគេគឺបានបើកភ្នែកត្រឡប់មកវិញនឹងកម្លាំងរបស់គេពិតជាមានខ្លាំងមែនបានធ្វើជាមួយនឹងអបែដែលបានចងនឹងហើយក៏បានដាក់ទរណកម្មគេនឹងគឺធ្វើស្បៃយកតែម្ដងហើយអបែនឹងពិតជាមានការព្យាបាលក៏ដោយសារតែធនធានរបស់ឈិនលីនឹងគឺត្រូវបានផ្លាញ់បាត់ហើយបានជាក្បាច់គាត់របស់គេនៅតែមានដូច្នេះឈិនលីរបស់យើងគឺគ្មានអីទេចូលចាត់ការសម្រាប់ទៅកាន់អបែនឹងភ្លាមតែម្ដងបន្តមកក៏បានចាក់ចេញពីកងងឹតមកដល់ខាងក្រៅវិញបានសាយហោទៅកាន់យបយន្តស៊ីជាមួយនឹងអបយន្តធានហៃគឺចែកមកដើម្បីគេសម្លាប់ទៅហើយអបយន្តធានហៃជាមួយនឹងបយន្តស៊ីកំតាន់ចេញនោះទេក៏បានលេចចេញនៅមនុស្សម្នាក់ទៀតគឺបានចេញមកយកតែម្ដងហើយគេឆ្ងល់ថាហេតុបានជាឈិនលីគឺអាចចាក់ចេញពីកងងឹតនៅទីកន្លែងហ្នឹងបានឈិនលីគឺមិនបាននិយាយអ្វីនោះទេប្រាប់គេឲ្យត្រៀមខ្លួនស្លាប់និងត្រៀមខ្លួនក្នុងការបំផ្លាញនៅគ្រួសាររបស់គេដោយតែរបស់យើងផ្ទាល់ដូច្នេះជាហេតុដែលបែនឹងពិតជាខឹងឡាំដែរហើយខ្ញុំភ្លេចថាបែនឹងមានឈ្មោះថាយុនយានដែលជាបងផរបស់ជាបែយុនស៊ីនឹងឯងជាមួយនឹងពេលសម្ដីរបស់ด้วยផរបស់យើងពិតជាធ្វើបែយុនយានពិតជាខឹងឡាំដែរហើយក៏បាននិយាយថាពិតជារកស្ក្លៃស្លាប់ហើយក៏បានបញ្ចេញកម្លាំងរបស់គេចេញមកចំណែកឯឈិនលីរបស់យើងវិញក៏បានបញ្ចេញរស័យស្និតខ្លារបស់គេចេញមកដូចគ្នាផងតែក៏បានលោតវាប្រហែលហើយអាភ្លឹងខ្លារបស់គេនឹងផងតែក៏បានចាត់ការនឹងវាប្រហែលទៅកាន់បែយុនយាននឹងយ៉ាងវេទនាយកតែម្ដងហើយកន្លែងនឹងផងដែរឈិនលីរបស់យើងគឺបាននិយាយផងដែរថាបែយុនយាននឹងគឺបានរៀនអំពីជំនាញខ្លានេះជាមួយនឹងខ្លួននោះទេហើយខ្លួនក៏បានបង្រៀនអីចឹងទៅប៉ុន្តែឥឡូវចង់យកស្នៀតនឹងគឺយកមកវាយប្រហារទៅកាន់ឈិនលីពេលពិតជាវេទនាខ្លាំងមែនទែនទៅដល់គេនឹងហើយក៏ដូចគ្នាផងដែរបន្តពីបែយុនយានគឺត្រូវបានវាយប្រហារដល់ឈិនលីด้วยផលរបស់យើងនឹងគេពិតជាមិនសោកចិត្តហើយហេតុបានជាគេនឹងគឺមានកម្រិតវឹកហាត់ឡើងវិញគេពិតជាឆ្ងល់ខ្លាំងមែនទែនប៉ុន្តែក៏បានដកនៅស្លាបញ្ចេញនៅធម៌ពលយ៉ាងខ្លាំងចេញមកវាយប្រហារទៅកាន់ឈិនលីប៉ុន្តែក៏ត្រូវបានឈិនលីតបតជាមួយនឹងការបំបីនៅការវាយប្រហារមួយនឹងតិចបំទុះធម៌ពលរបស់ឈិនលីយ៉ាងខ្លាំងចេញមកហើយក៏បានសងម្ដាយទៅកាន់បែយុនយានយើងក៏បានឃើញថាបែយុនយានពិតជាវេទនាឈិនលីក៏បានមកជន់ទងថេបហើយនិយាយថាឲ្យត្រៀមខ្លួនក្នុងការស្លាប់ហើយនៅជាបដើមនៅខ្សែរឿងពេលទី3យើងក៏បានឃើញថាឈិនលីរបស់យើងគឺបានដើរទៅរកអបែយុនយានក៏បានជន់ទ្រង់ទៅកាន់គេបញ្ចេញនៅធម៌ពលរន្ទះចេញមកនិយាយទៅកាន់គេឯគឺជាមនុស្សដំបូងដែលស្លាប់នៅក្នុងគ្រួសារយុនប៉ុន្តែភ្លាមយើងក៏បានឃើញថាបែយុនធានហើយជាមួយនឹងឪពុករបស់បែយុនយានដែលមានឈ្មោះថាយុនធានលៃនឹងគឺបានមកទីកន្លែងនេះដើម្បីបញ្ឈប់ទៅកាន់ឈិនលីด้วยផលរបស់យើងហើយបែយុនធានហើយពិតជាមានការព្យាបាលខ្លាំងមែនទែនគេពិតជាឆ្ងល់ហេតុអ្វីបានជាด้วยផលរបស់យើងនឹងត្រូវបានបំផ្លាញនៅការវឹកហាត់ហើយហេតុពិតជាមានក្បាច់គុណបែបនេះទៀតហើយក៏បាននិយាយទៅកាន់ឈិនលីដល់លែងទៅកាន់កូនផលរបស់បែយុនធានលៃទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយด้วยផលរបស់យើងគឺបានគាត់ថាសមត្ថភាពរបស់គេមិនដល់ក៏មកចាត់ការនៅពេលនេះបានដែរប៉ុន្តែគេមកយកបែយុនយានគឺនៅរស់បាននោះទេហើយក៏បាននិយាយអពីនៅហ្នឹងគឺបានដកលេខចំនួន10មានទៅដូច្នេះយើងក៏បានឃើញថាដកលេខមានដែរទេប៉ុន្តែមិនបានដកលេខនោះទេបែយុនធានហើយគឺបានបញ្ចេញធម៌ពលរបស់គេស្ទុយទៅប្រហែលទៅកាន់ឈិនលីด้วยផលរបស់យើងជាហេតុធ្វើគេទៀតចំណែកឈិនលីវិញគឺមិនអាចទប់ទល់បាននោះទេដោយសារសមត្ថភាពរបស់គេមិនដល់មែន
ជាដៃគូរបស់បាយ័នធានហើយប៉ុន្តែយើងក៏បានឃើញថាឈិនលីរបស់យើងក៏បានផាអាក្រោតនៃការរត់គេចគឺបានបញ្ចេញល្បឿនរបស់យ៉ាងលឿនគឺបានស្ទុយចាញ់ចេញពីទីកន្លែងនឹងចំណែកឯបាយ័នយានវិញគឺត្រូវបានសម្លាប់ដោយឈិនលីด้วยរបស់យើងបាត់ទៅហើយឪពុករបស់គេពិតជាខឹងខ្លាំងមែនក៏បានស្ដីបន្ទោសទៅកាន់បាយ័នធានហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេបាននិយាយដោះស្រាយថាក៏ដោយសារតែបែបនេះហើយបើសិនបើមិនចាត់ការទៅកាន់បាយឈិនលីទេច្បាស់ណាស់នៅថ្ងៃនេះពួកគេទាំងពីរច្បាស់ជាត្រូវសម្លាប់ជាជាមិនខានហើយបញ្ហារបស់ពួកគេក៏ត្រូវបានដោះស្រាយដោយងាយស្រួលបែបនេះដែរទោះបីជាបាយ័នធានឡើយគឺបានឃើញបែបនេះនឹងដឹងបែបនេះដែរក៏មិនដោះស្រាយជាមួយនឹងបញ្ហានេះបានដែរដូច្នេះហើយមានតែសម្រាប់តាមបាយ័នធានហើយក៏បានឲ្យកូនចៅរបស់គេនឹងគឺតាមស្វែងរកទៅកាន់ឈិនលីរបស់យើងដើម្បីសម្លាប់គេសងសើកូនផោតរបស់ខ្លួនចំណែកឈិនលីវិញគេក៏បានហោះចូលមកកាន់ពុយមានវ៉ាន់ប៉ាវជាមួយនឹងគ្នានេះផងដែរគេពិតជាមិននឹកស្មានថាគឺបានហោះចូលមកកាន់ទីកន្លែងនេះទេសំខាន់នៅទីកន្លែងនេះផងដែរយើងក៏បានឃើញមនុស្សស្រីម្នាក់គឺបានដើរមករកគេពិតជាមានការព្យាបាលខ្លាំងតែហើយក៏មានប្រជាម្នាក់ក៏បានមករកនៅទាំងពីរហើយក៏បានស្ដីបន្ទោសទៅកាន់ឈិនលីរបស់យើងដែលហ៊ានចូលពុយមានវ៉ាន់ប៉ាវរបស់ពួកគេជាមួយនឹងគ្នានេះផងដែរយើងក៏បានដឹងឈ្មោះទៅកាន់តាចាម្នាក់ហ្នឹងដែលមានឈ្មោះថាហងស៊ីស៊ូជាមួយនឹងគ្នានេះផងដែរខ្ញុំសូមហៅគាត់ថាប្រជាហងទៅបានហើយចំណែកឯរីមអ្នកហ្នឹងវិញគឺខ្ញុំបកចេញនោះទេបកចេញទៅស្លាប់ហើយណែនោះហើយនាងក៏បានបញ្ជាក់ថានាងគឺស្គាល់ទៅកាន់ឈិនលីด้วยរបស់យើងនឹងឯងប៉ុន្តែពេលសម្ដីទៅចុងនោះគឺគេគឺជាមនុស្សដែលមានស្ព័ន្ធភាពជាមួយនឹងគ្រូសាយន្តដូច្នេះត្រូវតែសម្លាប់បានចុងដែរទៅកាន់ឈិនលីด้วยរបស់យើងប៉ុន្តែប្លែមក៏មានសលេងគូទ្វេហើយប្រជាហងក៏បានដើរចូលនិងដើរទៅបើកទ្វេផងដែរបន្ទាប់ពីបានបើកទ្វេហើយយើងក៏បានឃើញថាមនុស្សប្រមាណអ្នកគឺបានមករកឈិនលីด้วยរបស់យើងនឹងដូច្នេះហើយប្រជាហងក៏បានកុហកពួកគេថាឈិនលីរបស់យើងគឺបានហត់ទៅទីកន្លែងនោះបាត់ហើយបន្តមកគាត់ក៏បានដើរមករកនៅទាំងពីរវិញហើយក៏បាននិយាយថាគេគឺបានមករកទៅកាន់អភ័យឈិនលីด้วยរបស់យើងនឹងឯងហើយក៏បាននិយាយថាឈិនលីគឺជាជនក្បត់នៃគ្រួសារយន្តផងដែរជាមួយនឹងគ្នានេះគេក៏បាននិយាយថាឈិនលីគឺជាឃាតករដែលបានសម្លាប់ទៅកាន់អភ័យយន្តយាននឹងឯងហើយដូច្នេះហើយជាដែលធ្វើឲ្យកញ្ញាម្នាក់ហ្នឹងក៏បាននិយាយថាដោយសារតែគេមានរបួសបែបនេះហើយដូច្នេះហើយទើបអាចព្យាបាលទៅកាន់គេបានដូចគ្នាក៏ដោយសារតែតំណែងរវាងគ្រួសារយន្តគឺត្រូវបានរកសាយហើយគេគួរតែបង្កើតតំណែងល្អជាមួយនឹងឈិនលីហើយក៏បានឲ្យប្រជាហងហ្នឹងគឺបានយកបរិឈិនលីด้วยរបស់យើងហ្នឹងយកទៅព្យាបាលទៅចំណែកឈិនលីវិញបន្ទាប់ពីគេបានយកព្យាបាលហើយបន្ទាប់ពីបានងើបមកវិញពិតជាមានការព្យាបាលក៏ដោយសារតែកញ្ញាម្នាក់នោះមិនត្រឹមតែមិនសម្លាប់ខ្លួននោះទេបើជាជួយសង្គ្រោះខ្លួនទៅវិញប៉ុន្តែគំនុំនៃការសងសឹកទៅកាន់គ្រួសារយន្តទៅតែប្រព្រឹត្តទៅនឹងសម្លាប់ផ្ដាច់ពូជទៅកាន់គ្រួសារយន្តយកតែបន្តហើយគេកំពុងតែគិតថានឹងធ្វើសងសឹកយ៉ាងម៉េចហ្នឹងក៏មានឮសំឡេងពីសំណាក់ខាងក្រៅកំពុងតែឆ្លុះបកាយគ្នាចឹងទៅបានចេញមកមើលហើយក៏បានឃើញថាប្រជាហងជាមួយនឹងប្រជាម្នាក់ទៀតដែលត្រូវបានហៅថាសៀនយ៉ាងគឺកំពុងតែឆ្លុះបកាយគ្នាដើម្បីតម្លៃនៃអសត់ដែលពួកគេបានចម្រាញ់នឹងចរចាគ្នាហ្នឹងឯងជាមួយនឹងគ្នានេះប្រជាសៀនយ៉ាងគាត់គឺព្រាបបញ្ចាចេញទីកន្លែងហ្នឹងឯងក៏ត្រូវបាននៃចាម្នាក់ទៀតគឺបានខត់អីចឹងទៅចំណែកប្រជាហងវិញក៏បានបែបហ្នឹងគឺបានចាចេញទៅបំបាយខត់ឯនោះទេជាហេតុធ្វើឲ្យតាចាហ្នឹងពិតជាខឹងប៉ុន្តែភ្លាមគាត់ក៏មានការព្យាបាលនៅពេលដែលបានសម្លឹងទៅមើលហើយក៏មិនដល់ដឹងថាសម្លឹងទៅមើលអ្វីដែរពេលទី3ក៏បានបញ្ចប់ទៅត្រឹមហ្នឹងពេលទី4គឺបានបន្តនៅពេលដែលប្រជាទាំងពីរកំពុងតែជួបកែកគ្នាហើយប្រជាសិនយ៉ាងក៏មានការព្យាបាលនៅពេលដែលជួបด้วยផលរបស់យើងថាសូម្បីតែអ្នកអំទៀតក៏អាចចូលមកកាន់ទីកន្លែងនេះហើយមើលទៅសំណាក់របស់ពួកឯងពីមួយថ្ងៃទៅមួយថ្ងៃពិតជាអន់ទៅហើយចំណែកด้วยផលរបស់យើងឬបែបនេះហើយពិតជាមិនទុកមុខឲ្យនោះទេក៏បាននិយាយថារនតែជាប្រជាចម្រាញ់ឆ្នាំហើយបានចម្រាញ់ឆ្នាំតែធ្វើឲ្យប្រជាហ្នឹងគឺបានយកកំហឹងរបស់ខ្លួនទៅដាក់លើអ្នកដទៃពិតជាមិនសមទៅជាគ្រូអសននោះទេហើយសំខាន់ប្រជាម្នាក់ហ្នឹងគឺជាប្រជាដែលមានឋានៈសុនហ្នឹងគឺឋានៈទី3ពិតជាសាកសមនិយាយជាមួយនឹងគេនោះទេហើយក៏បានរៀបអំពីគ្រឿងផ្សំដែលប្រជាហ្នឹងគឺបានចម្រាញ់ហើយក៏បាននិយាយថាប្រជាហ្នឹងគឺបានចម្រាញ់ឆ្នាំទូឆ្នាំងអីចឹងទៅជាដែលធ្វើឲ្យប្រជាហ្នឹងមានការព្យាបាលគឺបានទៅនិយាយយ៉ាងគួរសមទៅកាន់ជិនលីទៅរបស់យើងប៉ុន្តែគិតថាជិនលីងាយស្រួលយកចិត្តចឹងមែនគឺគ្មានទៅความពីពេលសម្ដីតែអបទៅកាន់ប្រជាម្នាក់ហ្នឹងនោះទេបានដល់ចេញហើយក៏បានអរគុណទៅកាន់អ្នកទាំងពីរដែលបានជួយសង្គ្រោះជីវិតទៅចឹងទៅចំណែកឯប្រជាហងវិញគឺបានមកនិយាយជាមួយនឹងด้วยរបស់យើងថាด้วยរបស់យើងបាច់គួរសមអីនោះទេក៏ដោយសារតែពួកគេគឺមានវាសនាជាមួយនឹងគ្នាទៅជាមួយនឹងអ្នកនាងយូសៀនរបស់គេហ្នឹងឯងដូច្នេះហើយគឺមិនបាច់ប្រកាន់អីនោះទេក៏បានគិតថាជិនលីគឺអាចខ្លាយម្លំទៅកាន់ផ្នែករបស់តែបែសៀនយ៉ានឹងបានវាពិតជាមកនោះទេបន្តមកទៀតកញ្ញាយូសៀនហ្នឹងគឺបានមកនិយាយប្រាប់ទៅកាន់ด้วยរបស់យើងថាគូសាយន្តគឺបានដាក់ពេលបណ្ដឹងគឺបានប្រកាសពេញទីក្រុងតែម្ដងតាមចាត់ទៅកាន់ជិនលីក៏ដូចគ្នានេះផងដែរថាជិនលីរបស់យើងគឺបានលួចថតសម្បត្តិនឹងសម្លាប់មនុស្សជាច្រើនដូច្នេះរហូតដល់ការអនុវត្តគឺបើកនៅសាលាបរិស្ភេទទាំង5នៅការ
នទីของនៅអាណាចារ្យនេះទាំងមូលតែម្ដងដូច្នេះហើយគឺឲ្យឈិនលីរបស់យើងគឺចាប់គេបានតែម្ដងហើយឈិនលីរបស់យើងពើជាខាងខ្លាមែនទេប៉ុន្តែដូច្នេះហើយកញ្ញាយូស៊ិនក៏បានមកបទូអារម្មណ៍របស់គេថាកំខឹងពេកក៏ដោយសារតែឈិនលីកំពុងតែមានរបួសហើយក៏បានប៉ះដៃទៅកាន់ឈិនលីជាដែលធ្វើឲ្យឈិនលីមានការព្យាបាលដៃសារតែដៃរបស់នាងពិតជាគឺបានចាប់ដៃគុណកំមុំគេភ្លាមៗយកមកអោបហើយក៏មានការអ៊ីនភៀនគ្នាអញ្ចឹងទៅប៉ុន្តែកញ្ញាយូស៊ិនក៏បានឲ្យជួយផលរបស់យើងលែនដៃប៉ុន្តែឈិនលីក៏បាននិយាយថាគេគឺបានតាមពីរបៀបមួយនេះក៏ដោយសារតែវាគឺជាពឹសទៅជាយើងទៅបន្តមកទៀតនាងក៏បាននិយាយថាវាពិតប្រាកដហើយក៏ដោយសារតែឈិនលីរបស់យើងគឺបានដល់ពីប្រជាជនសុនថានឹងគឺជាអ្វីក៏ដោយសារតែ model របស់គាត់ពិតជាគ្មានដែនកំណត់ហើយក៏បាននិយាយទៅការនេះដើម្បីថាតើនេះគឺជាពឹសសាយជាតិយិនតាំង9មែនដែរទេចេះតែធ្វើអ្នកនរគ្នាទាំង3នៅនឹងមានការព្យាបាលចំណែកកញ្ញាយូស៊ិនក៏បាននិយាយថាវាពិតមែនហើយប៉ុន្តែវាគឺមិនអាចព្យាបាលបាននោះទេចំណែកឈិនលីក៏បាននិយាយថាវាគាត់ណាច្បាស់ជាមានវិធីក្នុងការព្យាបាលប៉ុន្តែកញ្ញាយូស៊ិនពិតជាមិនជឿនោះទេគេគ្រាន់តែចង់លួងលោមខ្លួនតែប៉ុណ្ណោះហើយវាចាទាំងពីរក៏បាននិយាយថាវាគឺបានកើតទៅលើនាងទៅរបស់ពួកគេជាពេលអំ20ឆ្នាំជាងទៅហើយឈិនលីក៏បាននិយាយពីជាផងដែរថាវាច្បាស់ជាអាចព្យាបាលបានក៏ដោយសារតែពឹសជាយិននឹង9នេះគឺអាចធ្វើឲ្យអ្នកវឹកហាត់គឺបានឈានទៅដល់កម្រិតបោះសុតក៏មានផងដែរដោយសារតែវាគឺជាពឹសរបស់សុតអីយ៉ាងទៅបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន